មេរៀនទី47ការនិយាយការរៀបរាប់សមាជិកក្នុងគ្រួសារចូលអានសម្ដីរបស់ស្រីម៉ៅតើស្រីម៉ៅនិយាយពីនរណាខ្លះខ្ញុំឈ្មោះស្រីម៉ៅខ្ញុំរៀនថ្នាក់ទី2ម្ដាយខ្ញុំឈ្មោះណារីគាត់ជាអ្នកតម្បាញឪពុកខ្ញុំឈ្មោះសុកខេងគាត់ជាគ្រូបង្រៀនគ្រួសារខ្ញុំមានមនុស្ស6នាក់គឺជីដូនជីតាម្ដាយឪពុកខ្ញុំនិងប្អូនប្រុសខ្ញុំសំណួរ1តើឪពុកស្រីម៉ៅឈ្មោះអ្វី2គាត់ធ្វើការអ្វី3តើម្ដាយស្រីម៉ៅឈ្មោះអ្វី4តើគាត់ធ្វើការអ្វីសំណេរកចូលមើលរូបភាពរួចសរសេរបំពេញល្បះខាងក្រោមម្ដាយខ្ញុំជាឪពុកខ្ញុំជាបងស្រីខ្ញុំជាបងប្រុសខ្ញុំជាខចូលសរសេរឈ្មោះនិងមុខរបរសមាជិកក្នុងគ្រួសារអ្នកឲ្យបានត្រឹមត្រូវ1គ្រួសារខ្ញុំមានមនុស្សចំនួនអ្នក2ម្ដាយខ្ញុំឈ្មោះគាត់ជា3ឪពុកខ្ញុំឈ្មោះគាត់ជា4បងប្រុសខ្ញុំឈ្មោះគាត់ជា5ជីតាខ្ញុំឈ្មោះគាត់ជា6ជីដូនខ្ញុំឈ្មោះគាត់ជា7ខ្ញុំឈ្មោះខ្ញុំជា